ដើម្បីទិញអាឡឹកបានទុំល្អហ្នឹងគឺមានវិធីសាស្ត្រមើលរបស់គេប្រហែលចំណុចដែរនេះខ្ញុំចេះតាមគេណាប៉ុន្តែដឹងថាត្រូវប្រហែលភាគរយទេអាហ្នឹងស៊ីសល់លើបងប្អូនចំណាំតាមហ្នឹងទៅទី1ហ្នឹងគឺគេមើលទៅលើកន្លែងគូតនេះកន្លែងគូតហ្នឹងបើសិនជាវាមានរង្វង់ស្នាមពណ៌ខ្មៅយ៉ាងធំហ្នឹងអាហ្នឹងគេអត់យកទេគេថាវាខ្ចីហើយអញ្ចឹងគេយកអាស្នាមពណ៌ខ្មៅហ្នឹងរៀងទូចអញ្ចឹងបានន័យថាអាឡឹកហ្នឹងរៀងចាស់ហើយបន្ទាប់មកទៀតគេមើលទៅលើតងអញ្ចឹងគេយកគេមើលតងដែលនៅថ្មីស្រស់ស្រស់បើសិនជាតងស្វិតបែបហ្នឹងអញ្ចឹងអាឡឹកហ្នឹងប្រហែលជាគេបេះមកទុកយូរហើយអាចចូលមួយអាទិត្យឬក៏3ទៅ4ទៅ5ថ្ងៃហើយអញ្ចឹងដល់ពេលយើងយកមកហូបទៅវាអត់សូវសម្បូរជាតិទឹកហើយរសជាតិផ្អែមវាក៏បាត់បង់ដែរអញ្ចឹងគេមើលកន្លែងហ្នឹងដែរគេរើសរៀងនៅថ្មីស្រស់ស្រស់ទៅបានយើងទិញមកញ៉ាំឆ្ងាញ់ណាហើយមួយចំណុចទៀតហ្នឹងគឺគេមើលទៅលើរូបរាងរបស់អាឡឹកហ្នឹងគឺភាគច្រើនគេទិញអាឡឹកគេយកអាឡឹកដែលមានរាងមូលគេថាអាឡឹកដែលមានរាងមូលហ្នឹងគឺផ្អែមជាងអាឡឹកដែលមានរាងទ្រវែងប៉ុន្តែសម្រាប់អាឡឹកនេះគឺវារាងទ្រវែងអញ្ចឹងគេថាអត់សូវផ្អែមដូចអាឡឹកដែលមានរាងមូលទេហើយបន្តមកទៀតគេមើលអាកន្លែងនេះដែរអាហ្នឹងបើសិនជាវាស្នាមរាងសស្លេកអាហ្នឹងបានកន្លែងហ្នឹងវាជាប់នឹងដីអញ្ចឹងបើសិនជារាងសស្លេកខ្លាំងហ្នឹងអាហ្នឹងបានន័យថាអាឡឹកហ្នឹងវាចាស់ខែដែរហើយអញ្ចឹងទៅយើងទិញមកគឺដឹងតែទុំល្អហើយអាឡឹកនេះខ្ញុំរើសមកហ្នឹងវាអត់សូវរាងមូលទេអញ្ចឹងចាំមើលខ្ញុំពុះឲ្យបងប្អូនមើលថាខ្ញុំរើសមកហ្នឹងបានទុំល្អអត់អញ្ចឹងចាំអ៊ុតទាំងអស់គ្នាឥឡូវខ្ញុំចាប់ផ្ដើមពុះអាឡឹកមើលឲ្យចង់ដឹងថាវាទុំប៉ុណ្ណាភាគច្រើនចង់យកអារាងមូលដែរប៉ុន្តែដោយសារតែវាអត់មានភាគច្រើនរាងទ្រវែងអញ្ចឹងមានតែយកអាហ្នឹងទៅឥឡូវពុះហ្មងពុះបដ ாய் មើល30មិញពុះទៅតឹងហើយឥឡូវចង់បានលទ្ធផលប្លែកនេះទុំល្អរបស់គេតើគ្រាន់ថាវាអត់សូវថ្មីស្រស់ព្រោះអីអានេះរៀងយូរដែរណាមួយខ្ញុំទិញតាំងពីម្សិលមិញទុកមួយយប់ដែរហ្នឹងយប់មិញហើយភាគច្រើនខ្ញុំទិញមុនហ្នឹងវាច្រើនប៉ះខ្ចីកម្រទិញបានទុំប៉ុន្តែលើកនេះគឺទិញបានល្អម្សិលមិញពុះមួយទុំដូចគ្នាអញ្ចឹងអានេះទុំល្មមដែរតែវានៅខ្ចីដែរនេះខ្ចីខាងលើខាងក្រោមនេះបែបប៉ុណ្ណឹងអាចទទួលយកបានណារសជាតិវាចាំមើលភ្លក់មើលផ្អែមអត់ឥឡូវមកដល់វគ្គភ្លក់រសជាតិមើលចង់ដឹងថាវាទុំផ្អែមយ៉ាងណាផ្អែមនឹងទិញត្រូវអាចទទួលយកបានណាខ្ញុំទៅអាខ្ចីលើកមុនត្រូវហើយចឹងរើសត្រូវហើយវាមិនបានល្អឥតខ្ចោះដូចដែលយើងរើសប្រហែលចំណុចហ្នឹងទេប៉ុន្តែយើងអាចទទួលយកបានអញ្ចឹងវាប្រហែលស្មានអញ្ចឹងវីដេអូរបៀបនៃការរើសផ្លែអាឡឹកហ្នឹងគឺមានតែប៉ុណ្្នឹងឯង